តើព្រះពុទ្ធជាអាទិទេពឬទេព្រះពុទ្ធមិនមែនជាអាទិទេពទេព្រះអង្គមិនដែលអះអាងថាព្រះអង្គជាអាទិទេពជាបុត្ររបស់អាទិទេពឬជាអ្នកនាំសាររបស់អាទិទេពព្រះអង្គជាបុរសដែលបានធ្វើឲ្យបរិបូរណ៍ដោយព្រះអង្គឯងហើយបង្រៀនថាបើយើងដើរតាមគំរូព្រះអង្គយើងអាចនឹងបរិបូរណ៍ដោយខ្លួនយើងផ្ទាល់ផងដែរចាស់បើព្រះពុទ្ធមិនមានជាអាទិទេពទេចុះហេតុអ្វីប្រជាជនគោរពបូជាព្រះអង្គមានវិធីបូជាខុសគ្នាច្រើនយ៉ាងពេលអ្នកណាម្នាក់បូជាអាទិទេពពួកកែកោតសរសើរទេវបុត្រនិងទេវតាសែនសំណែននិងប្រាថ្នាបួងសួងជឿជាក់ថាអាទិទេពនឹងលើពាក្យសរសើរទទួលនៅសំណែននិងតបស្នងនៅពាក្យបួងសួងរបស់គេពុទ្ធសាសនិកជននឹងមិនទំយើឬផ្ដេកផ្ដួលទៅតាមការបូជាបែបនេះការបូជាម្យ៉ាងទៀតគឺពេលយើងសម្ដែងសេចក្តីគោរពចំពោះនរណាម្នាក់ឬវត្ថុអ្វីម្យ៉ាងដែលយើងលើកសរសើរពេលគ្រូដើរចូលថ្នាក់រៀនយើងក្រោកឈរឡើងពេលយើងជួបឥស្សរជនណាម្នាក់យើងជម្រាបសួរពេលភ្លេងជាតិកំពុងបន្លែងយើងកំណាត់គោរពទាំងអស់នេះគឺឥរិយាបថនៃការគោរពនិងបូជានិងចង្កុលប្រាប់នៅការកោតសរសើររបស់យើងសម្រាប់មនុស្សនិងវត្ថុទាំងឡាយនេះជាប្រភេទនៃការបូជាដែលពុទ្ធសាសនិកជនបដិបត្តិព្រះពុទ្ធបដិមាករដែលមានព្រះហស្ថដាក់ខៀងធ្នមនៅលើផ្លូវនិងស្នាមញញឹមប្រកបដោយករុណាធម៌រំលឹកយើងឲ្យព្យាយាមអភិវឌ្ឍសុខសន្តិភាពនិងសេចក្តីស្រឡាញ់នៅក្នុងខ្លួនយើងក្លិនក្រអូបរបស់ធូបរំលឹកយើងឲ្យជ្រួតជ្រាបនៅកម្លាំងនៃគុណធម៌ភ្លើងទៀនរំលឹកយើងដល់ពន្លឺនៃចំណេះដឹងនិងផ្កាដែលស្រស់មួយរំពេកក៏ស្វិតស្រពោនទៅរំលឹកយើងនៅធម៌អនិច្ចំគឺមិនទៀងពេលយើងសំពះយើងសម្ដែងនៅការដឹងគុណចំពោះព្រះពុទ្ធសម្រាប់អ្វីដែលព្រះអង្គបានបង្រៀននៅសច្ចធម៌ពិតរបស់ព្រះអង្គនេះជាធម្មជាតិធម្មតានៃការគោរពបូជារបស់ពុទ្ធបរិស័ទ